ក៏ក្រៅពីពិភពលោកគីមចុងអ៊ុនប្រកាសផែនការសាងសង់នាវាចម្បាំងនុយក្លេអ៊ែរខ្នាតយក្សទម្ងន់ជាង 10,000 តោន តើពិភពលោកនឹងទៅជាយ៉ាងណាប្រសិនបើកូរ៉េខាងជើងមាននាវាចម្បាំងបំពាក់នុយក្លេអ៊ែរខ្នាតយក្សដែលអាចល្បាតពាសពេញមហាសមុទ្របានមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនកំពុងតែអង្រួនសន្តិសុខពិភពលោកនិងធ្វើឲ្យមហាអំណាចលោកខាងលិចអង្គុយមិនសុខម្ដងទៀតហើយយោងតាមការចុះផ្សាយបន្ទាន់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធទី 24 មិថុនានេះបានទម្លាយឲ្យដឹងពីផែនការមហិច្ឆតាខ្នាតយក្សមួយលោកគីមចុងអ៊ុនបានប្រកាសជាផ្លូវការថាប្រទេសកូរ៉េខាងជើងកំពុងតែរៀបចំកសាងនិងផលិតនាវាចម្បាំងខ្នាតយក្សដែលមានទម្ងន់ធ្ងន់ជាង 10,000 តោនហើយអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកព្រឺសម្បុរនោះគឺនាវាយក្សនេះនឹងត្រូវបំពាក់ទៅដោយអាវុធនុយក្លេអ៊ែរដ៏មានអំណាចបំផុតការប្រកាសដ៏កក្រើកនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅនាវាចម្បាំងថ្មីស្រឡាងដែលមានទម្ងន់ជាង 5,000 តោនចំនួន 2 គ្រឿងនៅឯទីក្រុងកំពង់ផែណាំផូកាលពីថ្ងៃអង្គារកន្លងទៅថ្លែងនៅក្នុងពិធីដ៏អស្ចារ្យនោះលោកគីមចុងអ៊ុនបានសង្កត់ធ្ងន់យ៉ាងច្បាស់ថាផែនការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹករបស់កូរ៉េខាងជើងគឺកំពុងតែប្រព្រឹត្តទៅមុខយ៉ាងរលូនតាមការគ្រោងទុកទោះបីជាទីក្រុងព្យុងយ៉ាងកំពុងតែរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិយ៉ាងណាក្តីក៏មេដឹកនាំរូបនេះនៅតែប្រកាន់ជំហររឹងរូសនិងអះអាងម្ដងហើយម្ដងទៀតថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាតពីព្រោះនុយក្លេអ៊ែរគឺជាបេះដូងនៃការរស់រានមានជីវិតរបស់កូរ៉េខាងជើងនាវាភាគអន្តរជាតិបានវិតម្លៃថាការដែលកូរ៉េខាងជើងប្រកាសចង់សាងសង់នាវាចម្បាំងទម្ងន់ 10,000 តោននេះគឺជារបបយុទ្ធសាស្ត្រដ៏ធំបំផុតមួយកន្លងមកកងទ័ពជើងទឹកកូរ៉េខាងជើងត្រូវបានគេស្គាល់ថាជាកងទ័ពទឹកសមុទ្រពណ៌ត្នោតពលគឺមានតែទូកល្បាតតូចៗនិងនាវាមុជទឹកចាស់ៗដែលប្រតិបត្តិការតែនៅក្បែរឆ្នេរសមុទ្រខ្លួនឯងប៉ុណ្ណោះប៉ុន្តែការមាននាវាទម្ងន់ 10,000 តោនដែលមានទំហំប៉ុណ្ណឹងនាវាពិឃាត Destroy របស់សហរដ្ឋអាមេរិកនេះមានន័យថាមានន័យថាកូរ៉េខាងជើងកំពុងតែប្រែខ្លួនទៅជាកងទ័ពជើងទឹកសមុទ្រពណ៌ខៀវ Blue Waters Navy ដែលមានសមត្ថភាពបើកបរឆ្ងាយៗចូលជ្រៅទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនិងអាចបាញ់គ្រាប់មីស៊ីលប៉ាឡេស្ទិកកប់ពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចេញពីកណ្ដាលសមុទ្រតម្រង់ទៅគំនិតរាជធានី Washington របស់សហរដ្ឋអាមេរិកបានយ៉ាងងាយស្រួលតើហេតុអ្វីបានជាកូរ៉េខាងជើងត្រូវពង្រឹងកងទ័ពជើងទឹកបំពាក់នុយក្លេអ៊ែរបែបនេះលោកគីមចុងអ៊ុនបានពិពណ៌នាថាអាវុធនុយក្លេអ៊ែរគឺជាខែលការពារដ៏មានសារៈសំខាន់បំផុតដើម្បីទប់ស្កាត់និងរារាំងការគំរាមកំហែងនិងការធ្វើសមយុទ្ធយោធាជាប្រចាំពីសំណាក់សត្រូវប្រពៃណីរបស់ខ្លួនគឺសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងលោកបានបញ្ជាក់បន្ថែមថានេះគឺជាយុទ្ធសាស្ត្រស្នូលដើម្បីធានាថាកងកម្លាំងអាវុធនុយក្លេអ៊ែររបស់រដ្ឋតែងតែស្ថិតក្នុងស្ថានភាពត្រៀមខ្លួនជាស្រេចសម្រាប់ប្រតិបត្តិការវាយប្រហារចម្រុះដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារដែនអធិបតេយ្យភាពរបស់កូរ៉េខាងជើងនិងការឈ្លានពានរបស់បរទេសការមានអាវុធនុយក្លេអ៊ែរនៅលើដីគោកនិងលើសមុទ្រ Nuclear Trade ធ្វើឲ្យសត្រូវមិនអាចវាយប្រហារផ្ដាច់ពូជកូរ៉េខាងជើងក្នុងពេលតែមួយបានឡើយសកម្មភាពនេះបញ្ជាក់យ៉ាងច្បាស់ថាឧបទ្វីបកូរ៉េកំពុងក្លាយជាឃ្លាំងរំសេវដ៏មហិមាដែលរងចាំតែថ្ងៃផ្ទុះប៉ុណ្ណោះខណៈដែលការប្រណាំងប្រជែងអាវុធនៅក្នុងតំបន់អាស៊ីកំពុងតែឡើងកម្ដៅដល់ចំណុចកំពូលតើប្រិមិត្តយល់យ៉ាងណាចំពោះមហិច្ឆតាសាងសង់នាវាចម្បាំងនុយក្លេអ៊ែរ 10,000 តោនរបស់លោកគីមចុងអ៊ុនតើសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនឹងមានប្រតិកម្មបែបណាសូមកុំភ្លេច comment បញ្ចេញមតិនៅវីដេអូខាងក្រោម like share follow page ដើម្បីតាមដាននៅវីដេអូបន្តទៀតខ្ញុំបាទសូមអរគុណសូមគោរពលា